នៅក្នុងគ្រួសារមនុស្សប្រុសមានតួនាទីដឹកនាំគ្រួសារខ្លួនឯងអ្នកណាដែលដឹកនាំគ្រួសារខ្លួនឯងស្មើនឹងទុកដាវចោលនៅនឹងដីមិនថាដាវនោះមុតស្រួចយ៉ាងណាទេក៏វាអត់មានប្រយោជន៍ដែរពីព្រោះអត់មានអ្នកកាន់នៅពេលដែលយើងមិនដឹកនាំគ្រួសារខ្លួនឯងនឹងមានអ្នកពីខាងក្រៅមកដឹកនាំជំនួសអាចមិនមែនជាសាច់ញាតិរបស់យើងទេហើយក៏អាចមិនមែនជាមនុស្សដែលយើងស្គាល់ដែរបច្ចុប្បន្ននេះយើងទទួលឥទ្ធិពលពីការផ្សព្វផ្សាយច្រើនណាស់ទាំងពី influencer តារាល្បីៗឬជាអ្វីដែល algorithm នៅតាម platform មួយគេបោះមកឲ្យយើងមើលការមើលគឺស្មើនឹងទទួលឥទ្ធិពលទទួលយកយោបល់ពីអ្នកដទៃដូចគ្នាការកាន់ដើរខ្លួនឯងនៅក្នុងគ្រួសារមានអត្ថន័យថាយើងដើរតួធ្វើជាមនុស្សពីរប្រភេទទី1គឺជាអ្នកប្រកួតប្រជែងគ្រួសារផងទី2គឺជាអ្នកដឹកនាំនៅក្នុងគ្រួសារខ្លួនឯងផងសម្រាប់អ្នកនរគ្នាដែលមានគ្រួសារហើយប៉ុន្តែឲ្យប្រពន្ធខ្លួនឯងធ្វើជាមេគ្រួសារគួរតែគិតពីចំណុចនេះឡើងវិញខ្ញុំធ្លាប់សរសេរអត្ថបទមួយនៅលើ Facebook ដែលនិយាយអំពីថាហេតុអីបានជាមនុស្សប្រុសគួរតែធ្វើជាមេគ្រួសារខ្លួនឯងមិនតាក់ទងជាមួយនឹងការរើសអើងភេទទេប៉ុន្តែខ្ញុំនិយាយថាមនុស្សប្រុសអាចទ្រាំជាមួយនឹងការលំបាកបានច្រើនជាងមនុស្សស្រីបើសិនជាគ្រួសារធ្លាក់ទៅក្នុងស្ថានភាពពិបាកមនុស្សប្រុសអាចរ៉ាប់រងបានទាំងផ្លូវកាយនិងផ្លូវចិត្តបើសិនជាអ្នកនរគ្នាមានគ្រួសារប៉ុន្តែទូនីតិខ្លួនឯងមានតែទៅធ្វើការដើម្បីរកលុយនឹងយើងពេញទូនីតិបានតែពាក់កណ្ដាលទេគឺជាអ្នកប្រកួតប្រជែងប៉ុន្តែយើងមិនទាន់បានដឹកនាំគ្រួសារខ្លួនឯងទេវាមិនខុសពីខ្លួនយើងធ្វើទូនីតិជាទូ ATM នៅក្នុងផ្ទះទេការដឹកនាំគ្រួសារនេះអាចមានរូបភាពច្រើនណាស់ឧទាហរណ៍ថាយើងកំណត់ថានៅក្នុងគ្រួសារត្រូវតែនិយាយស្ដីបែបណានិយាយមួយនិយាយស្រែកឬក៏និយាយលេងសើចពេលខ្លះគឺយើងដោះស្រាយទំនាស់ដែលមាននៅក្នុងសមាជិកគ្រួសាររបស់យើងមិនថាជាកូនឬជាមួយបងប្អូនសាច់ញាតិអីទេនៅពេលដែលឃើញដៃគូរបស់យើងបង្កើតកំហុសយើងក៏អាចចង្អុលបង្ហាញប្រាប់បានដែរដោយមិនចាំបាច់ស្ដីបន្ទោសទូនទី1ដែលខ្ញុំគិតថាសំខាន់គឺការសម្រេចចិត្តបើយើងដើរតួជាមេគ្រួសារយើងត្រូវតែសម្រេចចិត្តរឿងគ្រួសារខ្លួនឯងជួនកាលយើងជួយសម្រេចចិត្តដៃគូរបស់យើងកូនរបស់យើងជួយនេះបានន័យថាយើងចង្អុលមើលថាកន្លែងណាដែលគួរឲ្យពួកគាត់រើសការជួយមិនបានន័យថាយើងបង្ខំឲ្យគាត់សម្រេចចិត្តតាមយើងទេបើយើងដើរតួជាអ្នកប្រកួតប្រជែងគ្រួសារយើងគ្រាន់តែធានាថាគ្រួសាររបស់យើងមិនដាច់ពោះតែបើយើងអាចដើរតួជាអ្នកដឹកនាំគ្រួសារខ្លួនឯងទៀតបានន័យថាយើងនឹងធ្វើឲ្យគ្រួសាររបស់យើងមានឈ្មោះបន្តទៅមុខទៀតអាចឈរជើងបានបន្តទៅមុខទៀតការកាន់ដើរខ្លួនឯងនៅក្នុងគ្រួសារក៏បានន័យថាយើងការពារគ្រួសាររបស់យើងដែរតើការពារអីគឺការពារសេចក្តីសុខសុភមង្គលនៅក្នុងផ្ទះរឿងអ្វីក៏ដោយដែលអាចបង្កទៅជាបញ្ហាឬចំនួនតតែនៅក្នុងផ្ទះគឺយើងមិនអាចអនុញ្ញាតឲ្យចូលបានទេខ្ញុំមើលឃើញថាការបង្ការចំនួនជាមុនងាយស្រួលជាងការដោះស្រាយចំនួនតាមក្រោយចំនួនខ្លះបើសិនជាប៉ះពាល់ចំចំណុចរសើបអាចរីកធំកាន់តែលឿនមេគ្រួសារដែលអាចគ្រប់គ្រងសេចក្តីសុខសុភមង្គលក្នុងផ្ទះបាននឹងធ្វើឲ្យសមាជិកគ្រួសារខ្លួនឯងទុកចិត្តលើកទី1គេអាចនឹងសង្ស័យគេគិតថាយើងធ្វើអីតាមចិត្តខ្លួនឯងប៉ុន្តែនៅពេលដែលគេមើលឃើញលទ្ធផលម្ដងហើយម្ដងទៀតអ្នកក្នុងផ្ទះនឹងចាប់ផ្ដើមយល់ការរក្សាសុភមង្គលនៅក្នុងគ្រួសារត្រូវតែធ្វើឡើងដដែលមិនអាចធ្វើម្ដងហើយគិតថាចប់ទេឥឡូវយើងមើលក្នុងរឿងសាមកុកវិញខ្ញុំចង់លើកគ្រួសារពីរទី1គ្រួសាររបស់ចៅទី2គឺគ្រួសាររបស់លាវប៉ៃគ្រួសារទាំងពីរនេះមានរបៀបដឹកនាំខុសគ្នាចៅដឹកនាំគ្រួសាររបស់គាត់ដោយប្រើប្រាស់អំណាចផ្ដាច់ការនិងការភ័យខ្លាចគាត់ធ្វើឲ្យសមាជិកគ្រួសារទាំងអស់ខ្លាចគាត់មិនហ៊ានតមាត់និងមិនហ៊ានធ្វើកិច្ចការអ្វីមួយដែលផ្ទុយពីគំនិតរបស់គាត់សមាជិកគ្រួសារទាំងអស់ខ្លាចចៅពីព្រោះបើសិនជាពួកគេធ្វើខុសការដាក់ទោសទណ្ឌកម្មនឹងកើតមានឡើងឧទាហរណ៍ដូចជាប្រពន្ធរបស់ឆៅជឺដែលស្លៀកពាក់ខុសរបៀបរបបធ្វើឲ្យប៉ះពាល់ដល់ឋានៈនៅក្នុងរាជការត្រូវឆៅយកទៅសម្លាប់ចោលខ្ញុំលើកឡើងបែបនេះមិនបានន័យថាខ្ញុំគាំទ្រឬក៏សរសើរឆៅក្នុងការគ្រប់គ្រងផ្ទះរបស់គាត់ទេប៉ុន្តែខ្ញុំចង់ឲ្យអ្នកនរគ្នាមើលឃើញថានៅក្នុងគ្រួសារមួយត្រូវតែមានមនុស្សម្នាក់ចេញមុខដើរតួកាន់ដើរដោយខ្លួនឯងមិនអាចឲ្យអ្នកដទៃលូកលាន់មិនអាចឲ្យអ្នកដទៃអូសទាញទៅតាមចិត្តបានទេពេលដែលឆៅស្លាប់ទៅបាត់ឆៅភីឡើងមកក៏ឆៅភីធ្វើដូចគ្នាដែរឆៅភីគ្រប់គ្រងសាច់ញាតិតកូឆៅកុំឲ្យរំលោភអំណាចខ្លួនឯងផ្ដេសផ្ដាស់គ្រប់គ្រងម្ដាយខ្លួនឯងកុំឲ្យលូកដៃចូលរឿងរាជការកុំឲ្យចេះតែជួយអ្នកនេះអ្នកនោះខ្លាំងពេកគ្រប់គ្រងប្រពន្ធរបស់គាត់កុំឲ្យទៅជួបមន្ត្រីដែលប៉ះពាល់ទៅដល់អំណាចរបស់គ្រួសារខ្លួនឯងថ្ងៃក្រោយសូម្បីតែឆៅភីក៏មិនមែនជាមេគ្រួសារល្អឥតខ្ចោះដែរប៉ុន្តែឆៅភីបានកាន់ដាវខ្លួនឯងពេលដែលតាក់ទងនឹងគ្រួសាររបស់គាត់ហើយយើងបកមកមើលលាវប៉ៃវិញលាវប៉ៃដឹកនាំគ្រួសារខ្លួនឯងដោយប្រើប្រាស់ចិត្តធម៌នៅក្នុងរឿងសាមកុក2010យើងឃើញថាគាត់
ដាក់ទោសលាវសានដោយការប្រើប្រាស់រំពាត់វាយបាតដៃហើយសួរថាហេតុអីបានជាមិនអាចទន្ទិញមេរៀនចាំអានេះគឺជាការបង្រៀនកូនរបស់លាវប៉ៃបើប្រៀបនឹងឆាវគឺស្លូតជាងឆ្ងាយឆាវបង្រៀនកូនពេលខ្លះទៅនិយាយឌីលកូនបំបាក់មុខកូនពេលដែលកូនកាន់តែធំចូលប្រឡូកក្នុងនយោបាយការបង្រៀនរបស់គាត់មានចាប់កូនដាក់គុកទៀតផងលាវប៉ៃក៏ជាអ្នកកាន់ដាវដោយខ្លួនឯងដែរនៅក្នុងគ្រួសាររបស់គាត់នៅពេលដែលគាត់សម្រេចថាឲ្យលាវសានឡើងក្រងរាជមិនមានអ្នកណាគេហ៊ានប្រកែកទេអញ្ចឹងយើងអាចមើលឃើញថាលាវប៉ៃធ្វើតួនាទីនេះបានពេញលេញល្អបើសិនជាអ្នកនរគ្នាសួរថាតើរវាងឆាវនិងលាវប៉ៃអ្នកណាគេកាន់ដាវខ្លួនឯងនៅក្នុងគ្រួសារបានល្អជាងខ្ញុំអត់មានចម្លើយឲ្យទេប៉ុន្តែបើចង់ធ្វើឲ្យបានល្អគឺអ្នកនរគ្នាត្រូវប្រើប្រាស់សមត្ថភាពដឹកនាំរបស់ឆាវនៅក្នុងគ្រួសារខ្លួនឯងហើយនឹងចិត្តធម៌ឬក៏ចិត្តមេត្តារបស់លាវប៉ៃប្រើទាំងពីរនឹងបូកបញ្ចូលគ្នាទៅការធ្វើជាមេគ្រួសាររបស់យើងនឹងវាអាចទៅមុខល្អគ្រួសារមួយត្រូវតែមានអ្នកកាន់ដាវឲ្យជាប់បើខ្ជិលទាំងអស់គ្នាចាំមើលបំណាំគ្នាគ្រួសាររបស់យើងអាចនឹងត្រូវអ្នកក្រៅពង្វក់ការកាន់ដាវខ្លួនឯងនៅក្នុងគ្រួសារគឺជាតួនាទីសម្រាប់មនុស្សប្រុសបើយើងបដិសេធមិនទទួលតួនាទីនេះនៅពេលដែលមានគ្រួសារគឺស្មើនឹងយើងបដិសេធសុភមង្គលនៅក្នុងគ្រួសារខ្លួនឯងដែរខ្ញុំនៅតែជឿថាឲ្យមនុស្សប្រុសធ្វើជាមេគ្រួសារអាចមានភាពនឹងណជាងហើយក៏មានសេចក្តីរីករាយជាងដែរការធ្វើជាមេគ្រួសារមិនមែនផ្ដោតទៅលើថាប្រុសត្រូវទៅកាន់លុយនោះទេអត្តន័យវាទូលំទូលាយណាដូចខ្ញុំបកស្រាយពីមុនមកអញ្ចឹងគឺតួនាទី2ទី1គឺប្រកួតប្រគំទី2គឺដឹកនាំបើយើងកាន់ដាវខ្លួនឯងបានល្អពេលដែលធ្វើជាមេគ្រួសារកូនដែលមើលឃើញគំរូរបស់យើងក៏ដឹងថាគួរធ្វើបែបណាដែរ